ចូលតែទៀតមកហើយចូលគេដឹងគេចាប់ដៃមែនបាទគ្រប់ជំរាបសួរហើយក៏សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីគឺវីដេអូបន្តពីវគ្គមុនការដែលយើងទៅព្រៃឡង់នោះឯងបងប្អូនហើយយើងជួបគ្នាម្ដងទៀតហើយក្រោយពេលចប់ពីសង្គ្រាមវិញបងប្អូនសុខទុក្ខយ៉ាងណាដែរខានជួបគ្នាហើយនិយាយគ្នាយូរខ្ញុំឯនេះក៏ក្រោយពីសង្គ្រាមក៏បញ្ហាច្រើនមែនតើមិនដែលមានពេលចេញវីដេអូឲ្យបងប្អូនមើលទេសូមអធិស្ឋានផងនេះហើយចូលដល់សាច់រឿងយើងវិញគឺថាយើងតដំណើរពីវគ្គមុនឥឡូវមកដល់វគ្គនេះបន្តគេថាឡានកលាប់ផងឈើផងពេញថាពេញទឹកពេញដីគឺមានគ្រប់រសជាតិហើយវគ្គបន្តនេះគឺថាហត់ក៏ហត់សបាយក៏សបាយអាវេទនាឡានខូចម៉ូតូបាក់បែកអីមិនគ្រប់រសជាតិមានអស់ហើយបងប្អូនហ្នឹងឯងហើយក៏បងប្អូនទៅមើលសកម្មភាពពួកយើងបន្តដំណើរខ្លះវាមិនសូវជាវែងប្រហែលទេទៅមើលជាក់ស្ដែងចឹងទៅដោយសារតែវីដេអូនឹងយើងកាត់យកខ្លីមែនតើហើយការធ្វើដំណើររបស់យើងគឺឆ្ងាយរយៈពេលដល់ទៅ5ថ្ងៃ4យប់ឯណោះហើយបើបងប្អូនចង់មើលវីដេអូវែងចូលទៅទស្សនានៅក្នុង YouTube របស់លោកភក្តីទៅនឹងឃើញវីដេអូល្អៗមើលហើយវែងទៀតនឹងឯងក៏មកដល់ពេលនេះយើងធ្វើដំណើរថាភក្តីគាត់ទៅចេះមីនេះមែនតើឡានបើកជន់ឈើរហូតដល់ដាច់កលេហើយក៏មិនមែនជាបញ្ហាដោយសារតែគ្នាយើងច្រើនក៏យើងបន្តទៅមុខទៀតបានដោយរលូនអញ្ចឹងទៅហើយយើងដូចឃើញនឹងមានជាងមានអ្នកជំនាញគ្រប់គ្រាន់ហើយដល់កន្លែងនេះឃើញថាដូចបងប្អូនឃើញឯងឡានបងអ្នកកាគឺបាក់នៅកន្លែងនេះគេឲ្យអីគេហៅអីខូ driver បងណាក់ទៅធ្វើខូ driver មានឯណាបែកកញ្ចក់ឡានខ្ទេចអស់មនុស្សធ្លាប់តែថតដល់ពេលទៅឲ្យធ្វើខូ driver ដល់ខ្ញុំបាទឯនេះវិញគឺវងវែងព្រៃតែម្នាក់ឯងបងប្អូនគេតិចនៅក្រោយនៅមុខឲ្យតែឯងនៅតែឯងឃើញថាភ័យស្ទន់ស្លោមែនតើពួកអីតំបន់នោះគឺជាតំបន់សត្វខ្លាសបអូសត្វខ្លាហើយនឹងសត្វដំរីធំនោះឯងហើយក៏យើងធ្វើដំណើរអស់ជាយូរមកដល់កន្លែងមួយគេហៅថាស្រែខាស់គឺវាលធំល្វឹងល្វើយហើយមានខ្ទមមួយគឺថាស្រស់ស្អាតមានទៀនក៏មិនបង្អង់យូររស់រាន់ធ្វើម្ហូបដើម្បីទឹកនំគ្នាហូបអញ្ចឹងណាហើយក៏នោះព្រឹកឡើងក៏នំគ្នាហូបកាហ្វេឆុងមីដើម្បីភ្នែកអត់បានមែនយកកម្លាំងរៀបចំអីវ៉ាន់គឺយើងបណ្ដោះអាសន្នទេហើយអ្នកនោះឯងអ្នកធ្វើម្ហូបក៏ធ្វើទៅហើយអ្នកដាំបាយក៏ដាំទៅឲ្យចំណែកជាងឡាននេះតែធ្វើឡានស្រស់ស្រោនដៃគឺថាឡានភក្តីបងប្អូនឃើញដូចឃើញជាក់ស្ដែងអីតិចមានដូចថាមានសាច់ស៊ីហ្មងខ្ទេចខ្ទីអស់អាយ៉ាងនេះជាងឡានក៏គាត់ធ្វើឡានទៅហើយយើងរៀបចំអីវ៉ាន់សម្រាប់ដើម្បីរៀបចំបន្តដំណើរទៅមុខទៀតទៅចេញដំណើរទៅគឺมันបានទាំងប្រមាណទៅប្រហែលជា100ម៉ែត្រទេបងប្អូនមានដើមឈើបាក់ព្រៃទៀតក៏ប៉ុន្តែត្រង់សនឿរបស់យើងឃើញថាខើចសាំងខើចទាំងសាំងខើចទាំងមសុទ្ធចឹងយើងមានតែធ្វើផ្លូវជីកហើយយើងដៃកាប់តែប៉ុណ្ណឹងអូធំមកអើយទីបំផុតទៀតហើយយើងធ្វើដំណើរអស់ជាយូរជាច្រើនម៉ោងហើយមកដល់កន្លែងនេះគេហៅថាអូឡង់អូមកធ្វើដំណើរប្រហែលយប់ប្រហែលថ្ងៃទឹកមកបានជួបអូមួយដ៏ធំហើយសវោទឹកគេអូសប្បាយចិត្តណាស់បានទឹកងុយហើយខានងុយទឹកប្រហែលថ្ងៃហើយគេថាខ្លួនវិញសុទ្ធតែដីសុទ្ធតែញើសដូចឃើញនឹងឆក់ប្រងព្រាតហើយយើងធ្វើដំណើរឆ្លងអូគឺម៉ូតូរបស់ខ្ញុំមានតែសែងតែប៉ុណ្ណោះបងប្អូនបើមិនចង់ទេវានឹងរិចអានេះមកខាងនោះចាញ់មកជាហៀងពីនោះពីណាតាមគេទៀតហើយនេះនោះឯងហើយបើមិនសែងគឺវាចូលទឹកនឹងនាំបញ្ហាមកដល់យើងហើយបងថានេះគឺឯងបានម៉ូតូពុះចង្ហាលយមានចង្ហារលត់ទៅតាមទឹកហើយជួយវិញព្រឹកឡើងដូរទៅបានយើងជួយព្រឹកបាត់ទៅយើងមានជាបញ្ហាប៉ុណ្ណាទេចង្ហាឡើយម៉ូតូពុះមានតែឡានទេដែលអាចទៅរួចឃើញថាឡានមួយមានគេហៅអែដាក់លើដល់តពូលអញ្ចឹងអ្នកខ្លះក៏អត់ដឹងទេថាលើតពូលហ្នឹងបើអ្នកអត់ខាងវិស័យអឺរ៉ុបគេគិតថាអានោះគឺជាសម៉ាំងណាគេទៅដាក់លើតពូលមានតែអែទេគេដាក់ការពារកុំឲ្យចូលទឹកហើយធ្វើដំណើរនោះឆ្លងកាត់ពីឡានមួយទៅឡានមួយក្នុងឡានភក្តីឯងរកក្រាក់ជាងគេមើលដូចឃើញវាគ្នាបាក់កលេទៅពេលអញ្ចឹងទៅវាពិបាកហើយបាក់កលេចកោតតឹងទាញស្អីទេបើថាពីធ្វើវិញអស់
ឥឡូវលូអស់លុយច្រើនដោយសារតែធ្វើឡានការពីចេញពីព្រៃឡង់នឹងវាអស់ច្រើនមែនតើបងប្អូនដូចឃើញចឹងតិចទីអស់ហើយឡានទឹកនឹងធ្វើថ្មីនឹងដោយសារតែខាងមានគេ sponsor ឲ្យទេបានកើតជាថ្មីនឹងក៏មិនបានស្អាតដល់ទេហ្នឹងហើយយើងមកដល់ទីតាំងនេះក៏រៀបចំតំពូលតង់ប្រកាសភ្លើងឃើញថាភ្លៀងយ៉ាងណាក៏ភ្លៀងបងប្អូនអើយវាដើមខែ7ដូចបងប្អូនឃើញជាស្ដែងនេះឯងវាជាខែដល់វារដូវភ្លៀងហើយភ្លៀងខ្លាំងមែនតើទឹកអូនក៏ច្រើនទៀតហើយខ្ញុំឯនេះមិនបងអង្គយូរៀបចំឲ្យវ៉ាន់រួចរាល់នំបបួលបងធីនោះគ្នាមកដល់ដាក់សន្ទូចជ្រាយសន្ទូចសាមើខាញ់បានត្រីធ្វើម្ហូបហូបអាពេលព្រឹកគឺថាម្ហូបរបស់យើងជប់នេះគឺយើងនៅសល់កាលពីម្សិលមិញយើងហូបបណ្ដោះសិនទៅហើយយើងក៏រៀងខើចម្ហូបដែរដល់ព្រឹកឡើងងើបមួពីដេកឃើញថាខ្លួនឯងទៅមើលសន្ទូចថៃបើមិនបានត្រីមាននេះណាគេដាក់សន្ទូចលើសន្ទូចគេសិតទៅទុកអីហើយក៏សន្ទូចបកាយច្រើនទៀតអត់បានចំណែកយើងប៉ុណ្ណោះរឿងអីទៅបាននោះហើយក៏ព្រឹកឡើងនោះគ្នាធ្វើម៉ូតូធ្វើឡានឃើញថាឡានភៀកក្តីចេញពីកន្លែងមិនបានទៅប្រហែលម៉ែត្រផងខូចទៀតបាត់ហើយឃើញថាខូចមិនចេះចប់មិនចេះហើយគឺបញ្ហាដែលយើងយូរច្រើនដូចបងប្អូនឃើញឯងឡានភៀកក្តីខូចច្រើនមែនតើហើយហេតុអីបានថាឡានអ្នកដតីវាមិនខូចដល់ផ្ដោះឡានភៀកក្តីខូចច្រើនជាងគេបងប្អូនដូចដឹងហើយទឹកដៃបើកអត់ចេះសន្សំសំចៃទេជួនយួរឡានលឹងតិចទីអស់ហើយលក្ខណៈថាអត់ខ្វល់អញមានលុយអញចង់ធ្វើអីក៏បានណាអញនៅមានណាអញចង់ធ្វើអីក៏បានអញ្ចឹងណានោះហើយយើងក៏ធ្វើបន្តមកដល់កន្លែងនេះឃើញថាខ្ញុំភ្លៀងច្រើនពេកអត់មានអាវពាក់ទេបងប្អូនអាវទឹកអស់រលីងអញ្ចឹងជិះម៉ូតូដោះអាវទៅប្រហែលវិថីមើលឃើញស្បូវវឡាអានេះយើងចេញដល់ចការនេះភូមិអីអញ្ចឹងវាអត់ទៅប្រហែលទេវាឆ្លាស់ទៅឈឺខ្លួនណាក្នុងគ្នាបន្តនៅកាត់ចការនេះភូមិនៅដើមវស្សានេះអូយនិយាយពីថាស្អាតទេសភាពស្អាតយ៉ាងណាស្អាតមិនឃើញចការដំណាំដាំដោះហើយបងថានេះអាឡ័យតែគួយគុណទេសភាពមានបានមើលផ្លូវម៉ូតូណាដួលភីងទៀតគេថាងាប់តែបងថែលឯងបងថែលធ្វើស៊ីបងថាធ្វើបាបបងថែពេញទឹកពេញដីអូយមិនយ៉ាងណាយ៉ាងណីទេហើយឡានមួយនេះទៀតដូចបងប្អូនឃើញឯងអាស្អីបន្តិចក៏ជាប់ស្អីបន្តិចក៏ជាប់វាអារឿងគូជាប់ក៏ជាប់ដែរហើយចំណែកបងណាក់ឯនេះវិញគឺថាតុសាច់ខោអាវខោអាវមិនអាវទេដោយសារតែវាភ្លៀងពេកអញ្ចឹងទៅខោអាវអស់ស្លៀកអស់អីពេលណាដាក់ទៅតិចក៏អស់បាត់ហើយនេះយើងមកដល់កន្លែងចការហើយកន្លែងអូអ្នកភូមិក៏ឃើញថាកូនកំមុំគេអ្នកចការអញ្ចឹងណាហើយស្អែមស្រស់រៀងច្បាស់មកអូយគេថាស្អាតមែនតើបងប្អូនមិនបាច់ឆ្ងល់ទេគឺខ្ញុំអ្នកទម្លាយរឿងនេះគឺបងធីជាមួយបងថែលហេតុអីបានបាត់អត់ឃើញចាញ់វីដេអូគឺពេញមេមរីជាងបងយកហើយកាមែលមកផងអញ្ចឹងនោះមានបាយឃើញកូនកំមុំនេះចការម្នាក់ឥឡូវនៅនោះឯងអត់ទាន់មកវិញទេតែប្រហែលខែហើយតាំងពីចប់សង្គ្រាមមកគេនោះគ្នាទៅទាន់ចេញមកវិញទេហើយចំណែកម៉ូតូខ្ញុំឯនេះវិញគឺថាចាប់ដើមទៀតហើយពីនេះបបពីដួលប្រឡាប់ពេញបដៃយើងថតអត់បានដោយសារតែយើងដល់ក្រៅទីយើងទៅបានថតអញ្ចឹងណាក៏នោះម៉ូតូខូចក៏ដោយថានឹងឯងជាងម៉ូតូក៏មានអាជាងឡានក៏មានមកចប់សពគ្រប់ហើយចុងភៅនេះគឺជាបងដែននៅផ្នែកខាងចុងភៅបកែជាងគេមកហើយទៅណាក៏ដល់ណាក៏ចុងភៅដែរគ្នាហត់ណាស់ម្នាក់ឯងអត់មានដៃអត់តែហៅតែដៃស្អីកូនកវិតជួយគេថាហត់មែនតើនោះហើយយើងធ្វើដំណើរបន្តមកដល់បឋានកប់សៀមបោកហើយយើងទៅជួបជុំសំណេះសំណាលជាមួយបងបឋាននៅខាងនោះសុំគាត់ថតរូបលេងជាអនុស្សាវរីយ៍ហើយបងបូរ៉ាបងសេដេនខាង BM នឹងយកខោអាវទៅជូនពួកគាត់ដើម្បីឲ្យគាត់មានខោអាវមានអីស្លៀកចឹងទៅហើយដូចថានៅស្រុកព្រៃបងប្អូននោះហើយក៏ចេញមកដល់ក្រៅឃើញថាមានហ្វែនម្នាក់គាត់យកត្រីខ្យាមកឲ្យចូល3គីឡូជាងគាត់ថាចិត្តល្អមែនតើអ្នកសៀមបោកដឹងថាពួកយើងចេញដល់ផ្លូវធំហើយទិញទៅខ្យាមួយនៅរស់រវើកទៀតណាចាំយកមកឲ្យក៏អរគុណធំមែនតើបើឃើញវីដេអូនេះហើយកុំភ្លេចជួយ share ផងនេះគឺជាបុគ្គលដែលលយសង្ហាឃើញឡាននេះគេចង់វ៉ាឡាននៅពេលឡានដាក់វិញប្រឡាក់សិទ្ធិផុកសមាញរបស់ឡានលោកភក្តីចេះសុំចៃអាណាអត់បានទេគាត់នឹងត្រូវជួនអាប្រឡាក់អាណាប្រឡាក់ទៅអញអត់ខ្វល់ហ្នឹងឯងក៏យើងមកដល់ស្ពានស្ទឹងត្រែងហើយក៏វីដេអូនេះក៏ត្រូវបញ្ចប់ត្រឹមនេះហើយជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ